សម្រាប់ភពអាទិត្យគឺសោយកម្លាំង6ចក្រវាឡនៅក្នុង108ចក្រវាឡភពអាទិត្យនេះគឺតំណាងឲ្យថាមពលហ្នឹងហើយពន្លឺរស្មីភាពត្រចះត្រចង់ភាពជោគជ័យភាពរីកចម្រើនហ្នឹងហើយការអនុវត្តគោលដៅផែនការដើម្បីឲ្យបានរីកចម្រើនទៅមុខពេលខ្លះមនុស្សថ្ងៃអាទិត្យនេះគឺមានសំណាងកាត់ឡើងឯកឯងដែលមិនបានត្រៀមលក្ខណៈទុកមុនទេហ្នឹងហើយភពអាទិត្យនេះគឺសោយកម្លាំង6ចក្រវាឡនៅក្នុង108ចក្រវាឡមានការលីនាម អ អា អ៊ី អុ អ៊ូហ្នឹងហើយមានធាតុភ្លើងហ្នឹងហើយថ្ងៃអាទិត្យមនុស្សថ្ងៃអាទិត្យនេះបើសិនជាខឹងជន់ណាហើយគឺมันងាយរងាប់កំហឹងបានទេចង់តែកំទេចចោលតែម្ដងបើសិនជាខឹងគឺចង់បំផ្លាញជននោះសឹងតែឲ្យខ្ទេចឲ្យបានមានភ័ព្វមានជោគវាសនាល្អហ្នឹងហើយថ្ងៃអាទិត្យវិញនិយាយទៅមិនសូវលោភលន់ទេច្រើនតែមានគំនិតសន្សំសំចៃហ្នឹងហើយមានបញ្ញានឹងឆ្លៀសវៃមោះមុតហ្នឹងហើយការពារពុះពៀបានគ្រប់ឧបសគ្គហ្នឹងហើយមានសម្ដីពិរោះមានវាសនានឹងល្អមនុស្សកើតថ្ងៃអាទិត្យនេះគឺទ្រព្យច្រើនតែបានពីការខំប្រឹងប្រែងហ្នឹងហើយពីការហត់នឿយរបស់ខ្លួនឯងហ្នឹងហើយមានមិត្តភ័ក្តិច្រើនហ្នឹងហើយអ្នកកើតថ្ងៃអាទិត្យគួរតែប្រើសម្លៀកបំពាក់ពណ៌ក្រហមនិងពណ៌សហ្នឹងហើយលេខដែលនាំសំណាងគឺមាន7 8 9ហ្នឹងហើយនឹងលេខការ៉េ9ហ្នឹងហើយភពនៃភពអាទិត្យនេះគឺគេថាជាភពជាគ្រុឌហ្នឹងហើយធាតុដីហ្នឹងហើយមានចិត្តនឹងតក់កុហលរៀងមើលស្រាលការងារបន្តិចធ្វើអីរៀងតាមអារម្មណ៍បន្តិចហ្នឹងហើយប៉ុន្តែមានចិត្តបុណ្យចូលចិត្តទៅវត្តហ្នឹងហើយចូលចិត្តយកអាសាអ្នកដតីហើយក៏ច្រើនតែធ្វើគុណបានទោសដែរហ្នឹងហើយមនុស្សថ្ងៃអាទិត្យនេះគឺសុខទុក្ខហ្នឹងគឺឆ្លាស់គ្នារហូតហ្នឹងនិយាយទៅវាម្ដងសុខម្ដងទុក្ខហ្នឹងហើយវាមិនទៀងហ្នឹងហើយមនុស្សថ្ងៃអាទិត្យត្រូវគោរពព្រះសូរិយាហ្នឹងហើយកាលនៅពីតូចបានខាងបិតានឹងចូលចិត្តឈឺឆ្អាលហ្នឹងហើយជាងសាច់ញាតិខាងមេដាខាងម្ដាយណាហ្នឹងហើយអញ្ចឹងបានថាសាច់ញាតិខាងឪពុកហ្នឹងគឺថាបានឈឺឆ្អាលច្រើនហ្នឹងហើយមនុស្សថ្ងៃអាទិត្យច្រើនមានបបោមាត់ល្អមានសម្ដីពិរោះមានបុណ្យហ្នឹងគឺដោយសារខ្លួនឯងសាងទុកអញ្ចឹងសោយកម្លាំងបុណ្យពេលខ្លះទៅបានសំណាងដោយបានសាងក៏មានដែរហ្នឹងហើយមនុស្សថ្ងៃអាទិត្យចេះរកស៊ីដល់ខ្លួនឯងមានចិត្តជាអ្នកលេងមានចិត្តដាច់បន្តិចហ្នឹងហើយមិនសូវស្រឡាញ់ទ្រព្យដែលបានមកស្រួលទេហ្នឹងហើយច្រើននេះចាយខ្ជះខ្ជាយបន្តិចដែរហ្នឹងហើយតែបើសិនជាបានទ្រព្យនោះពីការហត់នឿយវិញហ្នឹងហើយគឺថាស៊ីចាយអីគិតណាស់ហ្នឹងហើយមិនងាយចាយអត់ប្រយោជន៍ទេហ្នឹងហើយមនុស្សកើតថ្ងៃអាទិត្យហ្នឹងក៏ច្រើនតែម្ដាយនឹងស្លាប់មុនឪពុកហ្នឹងហើយមនុស្សថ្ងៃអាទិត្យនេះចិត្តទលាយនៅពេលដែលបានរបស់អីមកហ្នឹងគឺថាបែងចែកទ្រព្យរបស់ខ្លួនដែលបានរកមកហ្នឹងទៅឲ្យបងប្អូនទៅឲ្យសាច់ញាតិអីហ្នឹងហើយមនុស្សថ្ងៃអាទិត្យនេះគឺច្រើនមានចិត្តក្លាហានរឹងម្នះហើយនឹងមានវោហារច្រើន